ហាងកាហ្វេមួយនៅចិនឲ្យភ្ញៀវអង្គុយផឹកនៅជាប់ជញ្ជាំងភ្នំកាហ្វេមួយកែវថ្លៃ$57បូកទាំងធានារ៉ាប់រងជីវិតចាស់ជារឿងគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលមួយដោយមានហាងកាហ្វេដ៏ប្លែកអារម្មណ៍មួយនៅប្រទេសចិនបានផ្ដល់ជូននៅបទពិសោធន៍ប្រហោងពូសមួយអាចឲ្យភ្ញៀវអង្គុយពីលើច្រាំងថ្មចោតនិងផឹកកាហ្វេមើលទេសភាពបានចាហាងកាហ្វេនេះមានឈ្មោះ Goosey Cliff Cafe ចាំមានទីតាំងនៅលើឆ្នេរសមុទ្រនៃទីក្រុងហ្វូស៊ូខេត្តហ្វូជៀនចាហើយត្រូវបានគេដាក់រហស្សនាមថាជាហាងកាហ្វេដ៏ប្រថុយប្រថានបំផុតនៅលើពិភពលោកចំពោះការទៅដល់ហាងកាហ្វេមួយនេះមិនមែនជារឿងងាយស្រួលនោះទេដោយអតិថិជនត្រូវតែដើរឡើងភ្នំប្រហែលជា30នាទីទើបទៅដល់ចំណុចត្រូវចុះទៅកាន់កន្លែងអង្គុយដែលភ្ជាប់ទៅនឹងមុខជម្រាលថ្មដ៏ចោតចំណែកកៅអីអង្គុយគឺបានភ្ជាប់ទៅនឹងមុខច្រាំងថ្មចោតយ៉ាងរឹងមាំដោយភ្ញៀវត្រូវពាក់ឧបករណ៍សុវត្ថិភាពគ្រប់ពេលវេលាហើយពួកគេអាចរីករាយនឹងទិដ្ឋភាព360ដឺក្រេនៃមហាសមុទ្រពីកន្លែងកម្ពស់ប្រហែល60ម៉ែត្រសម្រាប់ថ្លៃកាហ្វេវិញមួយកែវតម្លៃប្រមាណជា$398គឺស្មើប្រមាណជា$57ដែលតម្លៃនេះរួមបញ្ចូលទាំងការធានារ៉ាប់រងឧបករណ៍និងក្រុមអ្នកជំនាញដែលតាមមើលសុវត្ថិភាពរបស់ភ្ញៀវហាងកាហ្វេនេះដែរបានបើកដំណើរការតាំងពីឆ្នាំ2024មកម្លេះប៉ុន្តែថ្មីនេះវាទើបទទួលបានប្រជាប្រិយភាពព្រោះតែវីដេអូនៃបទពិសោធន៍នៅទីនេះត្រូវបានគេចែកចាយតាមបណ្ដាញសង្គមហើយវាក៏ក្លាយជាគោលដៅសម្រាប់អ្នកដែលចូលចិត្តភាពប្រថុយប្រថានទោះជាយ៉ាងណាក៏ដោយការមកទទួលសេវាកម្មនៅទីនេះគឺតម្រូវឲ្យមានការកក់ជាមុនហើយភ្ញៀវត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់បុគ្គលិកគ្រប់ពេលវេលាសម្រាប់ការធានាសុវត្ថិភាព